នេះជាថ្ងៃទី1នៅសាកលវិទ្យាល័យក្នុងប្រទេសកូរ៉េខ្ញុំពីដេកមកអត់ដឹងធ្វើអីក៏ដើរថតទេសភាពតាមសាលាឲ្យមើលពួកអីអត់ដឹងថាធ្វើអីទេទូរស័ព្ទក៏អត់មានសេវាហើយគ្នាងើបមកក៏បាត់អស់ទៀតហើយក៏ហ៊ានដើរទៅណាឆ្ងាយដែរពួកអីខ្លាចវែងទៅម្ដងថ្ងៃដំបូងរកគ្នាក៏អត់ឃើញដែរដោយសារតែទូរស័ព្ទហ្នឹងវាអត់មានអ៊ីនធឺណិតចឹងហើយមានតែដើរក្បាលជុំវិញសាលាហ្នឹងដើម្បីរក Wi-Fi ដើម្បីតាក់ទងគ្នាអូភ្លេចប្រាប់វីដេអូហ្នឹងខ្ញុំថតតាំងពីថ្ងៃទី1ខែ3តែទៅមន្ទនេបានកាត់យកផុសហ្នឹងគុំច្រឡំថាវីដេអូហ្នឹងខ្ញុំថតថ្មីមែនទេមើលតែដើមឈើទៅក៏ដឹងដែរដើមឈើអត់មានស្លឹកទេពួកអីវាអត់តន់ផុតខែត្រជាក់ស្រួលបួលទេខ្ញុំមកហ្នឹងក៏អាកាសធាតុនៅត្រជាក់ដែរវានៅអាកាសធាតុត្រឹម4-5 អង្សាដែរហើយបន្ទាប់មកក៏យើងដើរមកមុខទៀតដើរមករៀងឆ្ងាយដែរពីកន្លែងគេងតែហ៊ានដើរបត់ញញ៉ៃអីទេខ្លាចមកវិញរកផ្លូវមកអត់ឃើញស្ងាត់ចឹងកុំថាអត់មានមនុស្សក្នុងសាលាអត់មានមនុស្សដោយសារតែថ្ងៃខ្ញុំមកដល់ហ្នឹងថ្ងៃតែគេវាកងគេតន់ចូលកងទេបាត់គេត្រូវចូលកងថ្ងៃទី2ប៉ុន្តែថ្ងៃទី2ហ្នឹងជាថ្ងៃ4របស់គេបន្ទាប់មកក៏គេលើកទៅថ្ងៃ3វិញជាថ្ងៃចូលរៀនបើកបវេសនការសិស្សខ្លះគេអត់តន់មកទេតែដោយសារតែយើងជាសិស្សបរទេសចឹងឲ្យយើងត្រូវមកមុនគេហើយបន្ទាប់ពីដើរបានមកស្ទុះហើយវែងអស់ចិត្តហើយក៏ចាប់ដើមទឹមទៅរកគ្នាឃើញអត់និយាយលេងសើចទេខ្ញុំវែងមែនតើដើរកាត់នឹង2-3ត្រឡប់ហើយប៉ុន្តែរកគ្នាអត់ឃើញទេគួរឲ្យឃើញទ្វារគេបិទខ្ញុំអត់ហ៊ានចូលទេចឹងហើយដើរហួសហើយដឹងមិនខ្ញុំរកគ្នាឃើញដោយសារតែខ្ញុំដើរជុំវិញនឹងហើយវាមាន Wi-Fi គេ free បន្ទាប់មកបានខ្ញុំមានអ៊ីនធឺណិតហើយក៏ទេតាក់ទងគ្នាឲ្យគាត់ចេញមកយកខ្ញុំនៅមុខតទៅពេលគាត់ចេញមកយកខ្ញុំបានខ្ញុំដឹងថាខ្ញុំវែងមែនវែងទេប៉ុន្តែរកទ្វារចូលអត់ឃើញរកប្រឡោះចូលម៉ាតហ្នឹងអត់ឃើញហើយចំពោះម៉ាតនៅស្រុកគេនេះវិញថ្ងៃសៅរ៍អាទិត្យគឺអត់មានអ្នកលក់ទេចឹងហើយពេលដែលយើងចង់ទិញអីយើងត្រូវប្រើកាតពេលដែលយើងចង់ទិញអីហើយយើងយកទៅ scan ហើយដាក់កាតទៅគឺគេគិតលុយអូតូតែយើងប្រើបានតែប្រភេទ Visa កាតទេគង់ធនាគារខ្មែរក៏បានដែរឲ្យតែមាន Visa កាតហើយបន្ទាប់មកក៏រៀងឃ្លានដែរហើយពោះក៏ចាប់ដើមកោហើយក៏ទិញបានមីមួយកំប៉ុងហ្នឹងហើយនឹងហតដកមួយហើយបន្ថែមជាមួយនឹងទឹកផ្លែឈើមួយដបទៀតហើយគាត់មានអីដែរក៏ចាប់ដើមញ៉ាំទៅព្រោះឃ្លានដែរហើយតាំងពីព្រឹកមកតមិនញ៉ាំអីទេហើយម៉ោងហ្នឹងគឺម៉ោង2:10ជាងហើយក៏មានញ៉ាំយកឆ្អែតដែរគ្រាន់តែញ៉ាំឲ្យវាទ្របពោះឲ្យវាបាត់ឃ្លានសិនទេចាំពេលទៅដល់កន្លែងគេងវិញចាំយើងរកអីញ៉ាំបន្ថែមទៀតថ្ងៃដំបូងមែនប៉ុន្តែវាមានអនុស្សាវរីយ៍ជាមួយនឹងថ្ងៃហ្នឹងរៀងច្រើនដែរព្រោះជាការចាប់ផ្ដើមថ្មីមួយក្នុងជីវិតនៅប្រទេសថ្មីកន្លែងថ្មីនិងបរិយាកាសថ្មីតែក៏សប្បាយចិត្តខ្លាំងដែរដែលសុកយើងឈានជើងបានមកដល់នៅក្នុងប្រទេសដែលជាប្រទេសក្តីសម័យរបស់យើងតែក៏រៀងភ័យតិចដែរដោយសារតែអ្វីវាសិតតែថ្មីទាំងអស់សម្រាប់យើងទាំងភាសាទាំងបរិបទនៃការរស់នៅនិងបរិយាកាសហើយថែមទាំងអាកាសធាតុទៀតយើងអត់ទាន់ស្គាល់ហើយយើងក៏មិនមែនមកនៅត្រឹមតែ1ថ្ងៃ2ថ្ងៃឬក៏1ខែ2ខែដែរមកនេះក៏ក្នុងរយៈពេលរៀងវែងគ្រាន់បើដែរហើយបន្ទាប់ពីញ៉ាំអីហើយឥឡូវក៏ធ្វើដំណើរទៅដងវិញដែរព្រោះមករៀងយូរដែរហើយដើរទៅវិញហ្នឹងនៅសល់តែគ្នា4នាក់ហ្នឹងទេគ្នាម៉ាអ្នកទៀតគេដើរទៅមុនអស់ហើយពួកគេមកមុនចឹងហើយគេអត់ចាំទេហើយគុំឃើញខ្ញុំកាន់អាក្តារហ្នឹងគុំគិតថាខ្ញុំហ្នឹងដើរទៅរកបន្ទប់ទឹកអីអត់ទេនៅនេះអាក្តារហ្នឹងគេប្រើបានធម្មតាទូទៅគេប្រើក្នុងបន្ទប់ទឹកក៏បានយើងប្រើនៅខាងក្រៅបន្ទប់ទឹកក៏បានគ្រាន់តែថាយើងបែងចែកគ្នាដាច់ដាក់ក្នុងបន្ទប់ទឹកគឺមួយដុំក្នុងបន្ទប់ទឹកដាក់ក្រៅគឺក្រៅផ្សេងយើងអត់អាចលោកឡំគ្នាបានទេហើយវីដេអូនេះក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់មានអីដែលថ្មីខ្ញុំនឹងថតចែករំលែកដល់អ្នកទាំងអស់គ្នាទៀតជួបគ្នានៅវីដេអូក្រោយបាយបាយហើយថ្ងៃនេះសម្រាប់ខ្ញុំក៏វាមានអនុស្សាវរីយ៍ច្រើនគ្រាន់ដែរព្រោះអីវាជាការចាប់ផ្ដើមថ្មីមួយនៅក្នុងជីវិតរបស់ខ្ញុំនៅប្រទេសថ្មីកន្លែងថ្មីនិងបរិយាកាសថ្មីនិយាយទៅអ្វីគ្រប់យ៉ាងវាថ្មីទាំងអស់សម្រាប់ខ្ញុំព្រោះអីវាមានជាប្រទេសកណ្ដាលដែលយើងធ្លាប់នៅអញ្ចឹងហើយនៅនេះក៏យើងមាននៅ1ខែ2ខែដែរគឺយើងនៅរយៈពេលរៀងវែងដែរអញ្ចឹងឥឡូវបន្ទាប់ពីញ៉ាំអីហើយក៏យើងធ្វើដំណើរទៅបន្ទប់វិញហើយព្រោះយើងមករៀងយូរដែរហើយចេញមកក៏ដើរបែបឈៀលអញ្ចឹងព្រោះអីយើងបានញ៉ាំអីហើយវាគ្រាន់បានទ្របពោះដែរតែដើរទៅវិញហ្នឹងនៅសល់តែគ្នា4នាក់ទេព្រោះអីគ្នាខ្ញុំខ្លះគេទៅមុនអស់ចឹងនៅសល់តែ4នាក់នៅក្រោយហ្នឹងដែលពួកគាត់នៅចាំខ្ញុំព្រោះខ្ញុំមកក្រោយគេចឹងហើយវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើមានអីថ្មីខ្ញុំនឹងព្យាយាមថតចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាទៀតជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយបាយ